តែបើគេសូរ៉ាលឿនបាទណាដូចចំណេញចឹងតែធ្វើគាត់អាចយកមកតែខ្ញុំគិតភាគរយតិចណាកលែងកូឡែនតិចណាឥឡូវបើយើងគិតទៅលើ fighter កូឡែនសល់និយាយថាអត់ស្មើឥឡូវមកលឿនសាអើយព្រោះចេះអូខេបើយក cloud មកលេងមួយកលៀវិញណា cloud យកមកលេងគេលេង offlane យើងត្រាស់មួយនេះបើត្រាស់មួយនេះខ្ញុំគិតថាវាអត់សូវស៊ីចង្វាក់គ្នាសម្រាប់ Alora ទុកគេ Alora Gaming តែអាចនឹងលេងបានអត់បើសិនជា Leo នៅក្នុងវគ្គមួយនេះធ្វើបានល្អបាទចាំមើល TNC សិនណាមួយ Hero TS ចឹងហើយ Cloud តែបើសិនយើងគិតទៅលើ Cloud ចុះបើយើងយក Gary វាអាចតំណងជាងអត់ Gary ខ្លាចបោក Gary អត់មានអីរត់ទេបាទ Hero lock ច្រើនណាបាទ Hero សពបញ្ញប់បាទតែបើសិនយើងគិតទៅលើcontrol ability ឬក៏អាពេលដែល team fight មួយបើយើងគិតទៅលើ pick up straight វិញវាចំណេញបាន pick up មួយកលៀអីចឹងទៅបាទបើ Granger វាដៃឆ្ងាយតែគាត់បាញ់អាធឺណាវាបាត់ហើយចឹងនិយាយទៅមក passive បាញ់តែពីបោះអស់លេងហ្នឹងហើយអស់ឲ្យបាញ់យកហ្មងបាញ់មានពីរគ្រាប់ចាំបាន passive មួយវិញទៀតហ្នឹងហើយ 5 seconds till the enemy reaches the battlefield. Smash them. ចឹងក៏សូមស្វាគមន៍មកកាន់ការប្រកួតរវាង Team Liquid បាសជាមួយនឹង Aurora Gaming Juki នៅក្នុងវគ្គទី Welcome to Mobile Legends. នៅក្នុងវគ្គទី1នេះគឺ Sanji ហើយនឹង Luna ហើយនឹង Sigimam គឺជ្រើសរើសជាមួយនឹង Spare Purify បាទយ៉ាថា Aurora ជាមួយនឹងមិញ Ohab លេងថា Aurora វ៉ាវដើម្បីយកការកាត់ cooldown skill ទី1ទី2ពេលប្រើទីបាទ clear ប្រៃបាទអញ្ចឹងចាំមើលជាមួយនឹង Emblem របស់ Sigimam ដូចគ្នាតើ Festival Upload ឬក៏ Master អត់លួចទេតែគាត់ថាអាចនឹងលេង Master Festival Upload ហ្នឹងហើយសម្រាប់ Sigimam ពេលឥឡូវគេលេងតាម Ohab ច្រើនវាចំណេញពេលបើក RT ទៅឡើងឈាមសំខាន់ការបើក U ស្រងនេះអូយបបា U ស្រង Sandford នេះកាចខ្លាំងវាឲ្យតាប្រភេទ hero បាយហ៎បងបាទកាចបាទលៀម midland ដូចជាមានបញ្ហាបន្តិចបន្តួចតែអូខ្វល់ចំឆាយទៀតសម្រាប់ Sandford បាទខមមិនបែរចេញពី Luna នៅក្នុងវគ្គមួយនេះបាទ reflecting មួយបាទយ៉ាផូរ៉ូសាបើស្បែកជើង moment speed យកហ្មងណាតែបាយដល់ពងប៉ាំងជាមួយការពងបាយទៅលើពើគូផាក់វាយមានបញ្ហា first blood ពីសានជីអូមានអារម្មណ៍ថាខាលលឿនមែនទេវគ្គមួយគាត់តែចេញមកភ្លាមដឹងថាផាក់គូនៅក្នុងហ្នឹងបងវាយយកហ្មងព្រោះតែយើងដឹងថាពេលកាលៀននៅដើមមកអត់សូវតាន់ទេបងបាទយ៉ាចង់ pick up អត់ឲ្យសាន fall បានល្បែ4អេសាន fall ទីឆ្លាតដែរបាទអូបាទរ៉ូសានៅក្នុងវគ្គនេះដូចគាត់សាឆ្លាតពីប្រកែឲ្យសាប៉ុន្តែនៅតែអត់ដាច់ល្បែ3ជាងចិត្តល្បែ4ដូចគ្នាដែរ TNC ជានៅក្នុងការចង់ត្រេកទៀតប៉ុន្តែ KTC បាទបងជួយបាទជួយឲ្យល្បែពី Luna ភ្លាមចូលវាយដល់ក្នុងប៉ងពីយកទៅដល់មានបញ្ហាដូចគ្នាមកដែរជាមួយនឹងសាន Ford សានជីក៏មកដល់ភ្លាម Luna ឃើញវត្តមានសានជីក៏មានការដកថយដូចគ្នាមកដែរជាមួយនឹងការដាស់ចេញប៉ុន្តែរ៉ូសាមានការបើកចាប់លេងតាមវាយយកតាមដល់ទៅលើសានជីបន្តអត់មែនជួយ Purify 2 គ្រាប់ 3 គ្រាប់បន្តទៅដល់ប៉ុន្តែយើងលេងទៅ Total អូហើយបាយផាគូបាក់យកតាមដល់ភ្លាមជាមួយនឹង Total អូហើយជាយកបានវាយគឺលើ Luna ជិះបន្តដូចគ្នាមកដែរ Luna ភ្លាមបាត់បោះជាមួយ JP មួយដូចគ្នាចំណេញលឿនអូហើយ protect មកតាន់បាទតែបើបាញ់យើងមើលជាមួយនឹង TNC អត់មាន retribution ទេបងបាទបានអីអត់លឿនបើ expanding river បាទចំណេញសម្រាប់ fighter go land បាទណាមកគាត់ព្យាយាម clear land ឲ្យហើយដើម្បីជន់ជាមួយនឹង team fight បាទប៉ុន្តែអីដែលសំខាន់2 kia ចូលទៅលើ Rosa ដែរណាដែលមិនចាប់ដើមច្រើនហើយបាទដល់មកអូយ៉ាហើយសេះវាយទៅលើ KTC យកតាមដល់ KTC មានការដកដៃចូលបងអត់មែនបាច់យកតាមដល់ចាប់បោកមកកៅជាមួយនឹង Tsunami Slap តែ TNC សាច់ជាមួយដែរអត់ដាច់ទេជាមួយនឹងការស្រូបឈាមឡើងដើម្បីនេះគ្នាមកដែរប៉ុន្តែមានការលោតចេញខដូចគ្នាពី JP យ៉ាផាគូពីការបាញ់ខោកយកដល់លោតចេញដកថយបាត់ហើយ Sanford នៅខាង top lane ដាច់បាត់ហើយ1បុក2អូមានអារម្មណ៍ Aurora Gaming ដូចលេងអូនិយាយមែនបើមិនខាង Team Liquid ក៏គាត់បាននិយាយដែរថា Aurora Gaming នៅ early គឺគាត់ aggressive ខ្លាំងយកហ្មងបាទអញ្ចឹងអ្វីដែលគាត់ធ្វើបានជោគជ័យនៅ early ហើយនៅដើមមកហើយគឺអាចនឹងមានជាមួយនឹងការពុតដល់ first match ដែរបាទជាមួយនឹង Realme 15 Pro 5G ដើម្បី Official Gaming Phone បាទសាប់វាយយកតាមនោះនៅក្នុងមេតតែមានការដាស់ចូលធ្វើជាគ្នាផងដែរប៉ុន្តែផាគូដល់ជាម្ដាយអត់ដាក់ទៀតសិតតែជាម្ដាយភ្លាម Luna ចូលលុយយ៉ាងជ្រៅបាត់បង់ជាមួយនឹង Luna ជាមួយនឹងការត្រេកគ្នាមកវិញជាមួយនឹង Romer ដូរនឹង XP តែមិនបាញ់បើយើងមើលទៅជាមួយនឹង Rosa ក៏ soft flicker ដែរតែគាត់អត់បង្ហើយសានជីបាទគាត់សល់អត់ដែរហ្នឹងក៏ហ៊ានបាទសុខចិត្តឲ្យ Luna បាញ់បើសិនជាដាច់សានជី Luna ដាច់ព្រោះដោយសារតែមកអាល់តែហ្នឹងខ្ញុំគិតថាបាញ់មិនទាន់តាមមកបន្តហ្នឹងដាច់យកហ្មងសាន Ford ភ្លាមឃើញគេពីរនាក់ដេញតាមលោតហើយសេះវាយយកក្នុងរស់សាក៏បន្តជាមួយការបើកនេះលោតជន់អាតមែនមកវិញទៅមិនការចង់ comeback team fight មកវិញប៉ុន្តែមានការដកថយមកវិញបាទនេះតែអត់សេះដែរបាទសេះគេលឿនជាងនេះហ្មងហ្នឹងហើយសេះលឿនប៉ុន្តែឡើយនេះថា fast ball ណាមានសេះហើយបាទ
chẳng ai của bạn tí sầm rạp JP hay là sáng phó đọt miền A tụi mày thế ហ្នឹងហើយអស់ទីអត់បែបព្រាមបាគូនឹងចិត្តនឹងដូចគ្នា JP មានការកាច់ប្រៃឃើញមែនចាប់ខ្លួនជាប់អូព្រាមបាគូលោតអត់ចេញនោះទេព្រាមអញមានបញ្ហាជាមួយនឹង Tsunami Slam បោកទៅអត់មែនប៉ុន្តែខាងនេះជួយយកបានជាមួយនឹងព្រាមការបោកវាយទៅលើ Luna យកតាមដល់ជាមួយនឹងការចាប់តាមមួយជាប់ Luna មានការដកថយមកវិញពី Team Liquid បាទបាញ់រោសាក៏ reaction លឿនដែរបងមក flicker នេះ counter ការជន់កត់របស់ Sanford វ៉ាវរោសាតែបើយើងមើលទៅបាទខ្ញុំកន្លែងមកមើលឃើញជាមួយនឹង Luna តែអត់ទាន់អស់ឈាមច្រើនគាត់បាក់អត់មែនចូលយកមកបាទអញនឹងលឿនពេកអត់បងលឿនពេកបាទណាមួយក៏ចង់បុក speed ដើម្បីហ្គេងឲ្យគ្នា pick up ទៅលើ hero សមាជិករបស់ team Liquid ខ្លួនហើយអូហើយបាត់ RT យកទៅដល់ប៉ុន្តែមានការទម្លាក់តែមានការជន់ RT ដើម្បីបដាច់ជាមួយនឹង RT របស់ Rosa បាទ ដកថយមកវិញបាទព្រាមវាយធំទៅខាងលើបើកទូករុញវាយជន់តំធាក់វាយយកតាមដល់លើណាអូយជឿមតាក់ទៅក្បៃបាត់ដល់ក្នុងប៉ុបអត់ដាច់ទេมันខ្ចីដើរ អត់ដាច់ទេ អត់មានកាត់ឈាម បាទបាទខាលនៅក្នុងវគ្គនេះក៏មិនសូវមានដើម្បីច្រើនដែរប៉ុន្តែយើងអត់ដឹងដែរជាមួយនឹង Jason ហើយយ៉ា Tsunami Slam បងអត់ក្រោយប៉ុន្តែ Purify របស់ Sanchi ក៏បានប្រើដូចគ្នា អាធីមទី2គាត់យកវ៉ាអីគេគាត់ចង់ endless battle ហ្មងពី Carl TC បាទសម្រាប់Rosa ក៏មានជាមួយនឹងការកាត់ឈាម glowing wand មួយផងដែរក៏ដូចជា Cloud ចាញ់ Demon Hunter មានអារម្មណ៍ថា player ផ្សេងៗលេង item ខុសគ្នាបើដូចអ្នកផ្សេងវិញគេលេងជាមួយនឹង War X ហើយគឺពាក់ BOD យកហ្មងបើអ្នកផ្សេងគេពាក់ Hunter Strike គេពាក់ចឹងវិញហើយឡើងវិញអូចាប់បោកខោះដល់ក្រោយបោកដាច់បាត់ទៅលើ Rosa បាទអត់មាន flicker ដូច Kairi ហ្នឹង Kairi ពាក់ War X ហើយ BOD យកហ្មងហើយ endless គាត់ចង់ farm លឿន ហ្នឹងហើយក៏លេងចឹងវិញហ្នឹងលេងខុសគ្នាអញ្ចឹងបាទ ក៏ប៉ុន្តែបើភាគច្រើនហ្មង player យីហ្នឹងណា Hunter Strike ល្អបាទព្រោះវាជាមួយបងមកពេលពេញស្ទេអីយ៉ាលួចចូលណាទៅព្រាបចាប់ជាប់ជាមួយការជន់កពីអូជាមួយនឹងអូនសូនតែខ្សែបោមកខាងក្រៅប៉ុន្តែវាយធានស៊ីដៃនេះដៃអត់ដាច់វាយមុខវាយអត់ដាច់ទេលើជាវិភាគគូជួយចាប់បោវាយទៅលើ JP ប៉ុន្តែមានការចូលមករងនេះគេជួយយកតាមដល់ជាមួយនឹង CT បាទបងអត់មែនវាយមិនទៅគ្នាប៉ុន្តែការដកថយប៉ុន្តែចូលតាប់យកតាមដល់អត់ភ្លេចព្រាមបាត់ស៊ីគេបានមានការដកថយតទៅដូចគ្នាផងដែរអូ my god រ៉ូសាក៏មកដល់សាជីមានការដកថយដូចគ្នាផងដែរជាមួយការចាប់ស្ដាប់ដល់ចាប់យកតាមដល់ជាមួយការអត់មែនពីបដោះដាច់បាត់ហើយអូខាងនេះក៏មកដល់ជាមួយការព្រីកើដកថយតពេលវេលារ៉ូសាវ៉ាមានអារម្មណ៍វគ្គទី1នេះហៅដល់បងអញ្ចឹងមកបងអេមើលចំបាញ់ម៉ាសិនជី all have មាន flicker បាច់ទាំងពីរហ្មងស៊ីបាមខំចេញជួយ revive មកមាន flicker មិនទៅបាត់ហើយបាទខាងធានស៊ី lucky សោះជាបដៃរហូតធានស៊ីជាមួយនឹង trip view របស់គាត់ fighter បងគាត់ប្រើ fighter មែន assassin ខោ emblem ណាគេធានស៊ីបាទខោ emblem ដូចជា assassin ហ៎អត់ទេខ្ញុំតែឲ្យលៀមហ្មងហ្នឹងយក fighter ប៉ាន់យកហ្មងអញ្ចឹងណាតែវាច្រើនឃើញគេយក assassin ដែរតែ assassin វាផុយវិញវាផុយតែវាវាយឈឺវាមាន penetration នៅក្នុងហ្នឹងច្រើនតែបើនិយាយពី emblem fighter គឺជោគជ័យសម្រាប់លៀមហ្មងហ្នឹងមកបោកជាមួយនឹង Tsunami Slam មានការដកថយទៅគ្នាមកដែរជាមួយការទៅចាប់ជួប Rosa បាត់ហើយជាមួយការជួយកពីសាពតប៉ុន្តែមានការឆ្លើយឈាមមកនេះគ្នាមកដែរពីផាគូឡងខ្លះតែប៉ុន្តែនៅ backline អញទៅខ្លួនជាមួយ Ohel ទីគេបានក៏មកដល់ជាមួយការបាក់អត់មែនដកថយវាយឲ្យពេញ stack ដូចគ្នាមកដែរមានការដកថយមកវិញជាមួយនឹង Team Liquid No រៀងស្មុនដែរផាគូមកមិនក៏ល្អមែនដែរនៅក្នុងការ counter កាត់ត skill របស់ JP ដែលគាត់ជន់ anti មកវិញគាត់Tsunami Slam យកមកបាទ Tsunami Slam ហើយសំខាន់មិញចាប់ធ្លាប់ Rosa ហ្នឹងទៅឡើងជាមក Rosa វិញទៀតបាទអូកដោបើអស់ហើយអស់ទីណាបងបាទនេះខ្ញុំគិតថា Leo Emblem Fighter ព្រោះចេញឲ្យធីមប៉ុណ្ណឹងបើមួយទៀតគាត់អាចនឹងលេង Queen Wing Queen Wing ឬក៏ Endless ហើយ Queen Wing តែយកឈាមព្រាបបើខ្សែវាយយកដល់ជាមួយនឹងខាត់ទេបាត់បោជាមួយ Rosa តតែដៃព្រាបការឡើងឈាមអូ Quick វត្តខ្សែក៏បានជាមួយនឹងការជាប់អូបែកកបោតែជាប់ខ្លួនចូលបោវាយយកដល់ជួយការរួមនេះការយកពីស៊ីគីបាមទៅបោភាពពីធានស៊ីឈាមកាន់តែតិចពេលគាត់ប្រើស្គៀបពេញអារែកនៅខាងក្រោមនោះវាបោ critical damage ឈឺណាបាទអូយមិនមែន crit chain ទេគឺ crit damage អូ my god ព្រាបមានការវាយវិញដូចគ្នាមកម៉ែបាញ់សានជីមានបញ្ហាប៉ុន្តែ Rosa ស្អាតទេតបបោគាត់ No Rosa 5 kill ហើយបាទប៉ុណ្ណឹងពីបតគីមីហើយអាចធ្ងន់ក្រោយបងព្រោះគីមីក្នុងវគ្គនេះក៏មានជាមួយនឹង flicker ដែរបាទ purify ដែរបាទណាមួយឃើញគាត់ឡើងឈាមរហូតទៅឥឡូវអា passive របស់អា Leo Mod ហ្នឹងឥឡូវវាឡើងវាបុកឈាមពេលដែលយើងគេអា extra XP ថ្ងៃមុនសួរខ្ញុំណាពេលអាហ្នឹង extra XP ហ្នឹងមានន័យថាពេលដែលយើងវាជំនួយបន្ថែមជាមួយនឹងការឡើងឈាមទៅលើ item វិញ item ដែលពាក់បោកឈាមដូចជា Queen Wing ដូចជាអីអញ្ចឹងណាហ្នឹងហើយអាហ្នឹងស្អីមានការបោក extra damage extra XP ហ្នឹងហើយបោកឈាមឲ្យយើងមកវិញហើយបោកជាមួយនឹងគាត់ប្រើ emblem killing spree ទៀតវាវាយ
ឡើងឈាមផងខ្វាក់រៀបធោកវាយខាងសែវាយយកតែដល់ជាមួយនឹងការកពីគាត់សាយគាត់ដេញចេញពីក្រៅបងលោជន់អាដើម្បីដកថយលូណាក៏មកដល់ប៉ុន្តែធាជួត្រេនមីតលេបាត់បង់បាត់បង់បាត់ហើយជាមួយនឹងខាងក្នុងនេះធាស្រីក៏បាត់បង់សៀលលោនៅខាងលើយ៉ាងមិនដែររៀងចង់កលែកែភ្លាមជាមួយនឹងការបើកទូកមួយដាក់ចំឈួតវាយទៅលើរ៉ូសាយកតែដល់ប៉ុន្តែខាងក្នុងនេះលូណាចូលរៀងជ្រៅគេចាក់ពោកវាយប៉ុន្តែវាដាច់អូ my god លូណាអូវាយយកទៅដល់ពេលការលើអត់មានធាស្រីត្រេនទេចាប់ពោកបន្តយកទៅដល់ជាមួយការកពីគាត់សាច់បាត់រុញមកខាងក្រោយវាអូហេតយ៉ាងមិនដែរមានការដំណើរទេព្រាមជាមួយនឹងសាបបើកនេះយកទៅដល់បើកនេះតែធ្វើអីចេញដោយសារយកក្រពេកព្រាមអត់មានលុយអត់មានមេឃអត់មានអ្វីៗគ្រប់យ៉ាងដូចយើងចង់កលែកចិត្តនៅក្នុងវគ្គទី1ព្រាមជេពីប្រេជាមួយនឹងធួនចង់តែទេបាទមានការសុនមីស្លែមកក្រៅចាប់ស្លាប់ទៀតបាត់បង់សានគាត់ហើយតែវាយតទៀតជាមួយនឹង TNC មាននេះក៏មកដល់ដូចគ្នាមកដែរនៅ Midland អាចឃ្លៀបានដែរទេបាច់បន្តអល់បែតមួយដើម្បីចង់ឃ្លៀជាមួយនឹង Media បើកទូពលៈខែមកទូទៀតពលៈអល់បែត week 1 side គាត់វាយយកព្រាមខានីស៊ីឡូឈៀមសាជីគីឡូឈៀមបាទវាយដែរទេស្របពេល Media ខាងលើវាយទៀតជាមួយនឹងសាយបាត់វាយយកទៅលើអូហេបបាត់បងអូហេបជាមួយនឹងសាជីសត last man standing វាយកាយកជិះជំនាញនៅក្នុងវគ្គទី1ក៏បាត់លើ Aurora Gaming 2K វ៉ាវវគ្គទី1ចូលមកកាត់ដៅសាច់ធើមកបងសាន់ដោលោកអូយយយ សាហាវអូយយយអូយ no មិនធម្មតាទេ no team league wave no អូយសូរ៉ានេះដូចជាមិនជោគជ័យទេសូរ៉ា